បាទសួស្តីវីដេអូនេះឆ្លើយតបទៅបងប្រុសដែលគាត់ចូលខមមិនទៅលើវីដេអូរបស់ខ្ញុំគាត់ឃើញការជួយ excavator ចេញពីស្រះគាត់ថាជួយបែបនេះមានគ្រោះថ្នាក់អញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងហើយក៏អរគុណសម្រាប់បងដែលចូលខមមិនខ្ញុំមើលទៅដូចគ្រោះថ្នាក់មែនបងប្អូនណាបងនិយាយផ្សេងការជួយបងនិយាយផ្សេងតែម្ដងគឺមានអារម្មណ៍ថាគ្រោះថ្នាក់មែនបងប៉ុន្តែការជួយសង្គ្រោះបើសិនឧទាហរណ៍ថាផ្លូវឡើងយើងចោតយើងគួរតែមានការប្រុងប្រយ័ត្នឡើងយឺតហើយដោយអ្នកដែលអូសហ្នឹងគឺយើងអូសប្រុងប្រយ័ត្នដូចគ្នាប៉ុន្តែវីដេអូមួយនេះក៏កំពុងគ្រោះថ្នាក់ដែរបងប្អូនវីដេអូនេះកំពុងតឡានដឹកដីហើយដឹកដីយកទៅចាក់ស្រះឬក៏ចាក់បឹងបងប្អូនគួរតែប្រុងប្រយ័ត្នទី1យើងចាក់កុំឲ្យដល់ដីដែលយើងទឹមតែឈូសថ្មីយើងចាក់សុខចិត្តរឿងឆ្ងាយបន្តិចហើយយើងត្រូវឲ្យមានអ្នកដែលនៅពីក្រោយហ្នឹងមើលស្ថានភាពដីហ្នឹងផងអត់ឬយ៉ាងណាហើយបើសិនណាយើងចូលមកឡានយើងបើអាចយើងយកឡានកង់ទៅទេយើងចូលមកអែបសាក់មើលតេស្តសាក់មើលតើផងអត់ណាអញ្ចឹងវីដេអូហ្នឹងខ្ញុំចង់ឲ្យបងប្អូនគួរតែមានការប្រុងប្រយ័ត្នកាលណាវាធ្លាក់បែបនេះមកដល់ទឹកឡានយើងក៏ខូចមនុស្សហើយសួយប៉ះពាល់ដល់មនុស្សទៀតអញ្ចឹងយើងកុំឲ្យប៉ះពាល់យើងការពារដើម្បីប្រយោជន៍ទាំងអស់គ្នាបងប្អូនគួរតែប្រុងប្រយ័ត្នជាធំណាយកការងារប្រុងប្រយ័ត្នទាំងអស់គ្នាទាំងបងប្អូនខាងបុលបងប្អូនខាង excavator បងប្អូនឡានដឹកហ្នឹងតែម្ដងអញ្ចឹងវីដេអូនេះផ្ញើទៅបងប្អូនយើងដែលគាត់មានការប្រុងប្រយ័ត្នតិចដោយសារតែគាត់ចង់ឲ្យដីនឹងចាក់ទៅឆាប់ដល់មិនប្រើបុលរុញទៅខ្លាំងវាធ្វើឲ្យយើងធ្លាក់ទៅខូចទាំងឡានបាត់បង់បើសិនមនុស្សប៉ះពាល់ដល់មនុស្សយើងប៉ះពាល់ដល់ក្រុមការងារយើងអត់មានការងារធ្វើដូចគ្នាណាអញ្ចឹងដើម្បីឲ្យសុវត្ថិភាពទាំងអស់គ្នាយើងគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ណាហើយមិនមែនជាការដាស់តឿនអីទេខ្ញុំដឹងថាបងប្អូនមានការប្រុងប្រយ័ត្នហើយប៉ុន្តែគាត់ថាបងប្អូនខ្លះគាត់នៅការប្រុងប្រយ័ត្នអ្វីៗហ្នឹងច្រើនបាននៅគាត់ស្មានថាវាមិនអីទេណាប៉ុន្តែដីដែលយើងចាក់ថ្មីដីឥដ្ឋដីខ្សាច់មិនសូវអីបានទេបងប្អូនដីខ្សាច់មិនសូវអីប្រហែលតែបើដីឥដ្ឋចាក់ហើយផុងមើលអត់ដឹងទេណាយើងផុងទៅចូលជ្រឹបជ្រៅតែម្ដងណាប៉ុន្តែបើដីខ្សាច់គឺភាគច្រើនហាប់ខាងក្រោមបើមានទឹកមានអីហាប់ប៉ុន្តែបើសិនដីខួនដែងបងប្អូនចូលទៅដល់គឺរើអត់រួចទេដីខួនដែងភាគច្រើនតែបើដីឥដ្ឋក្រហមបងប្អូនក៏បាក់រើដែរវាល្អិលភាគច្រើនគឺល្អិលតែបើដីខួនដែងគឺដីនឹងផេផាជន់ទៅផេផាពិបាកហ្មងពិបាកបងប្អូនធ្វើការណាពិបាកបងប្អូនធ្វើការហើយបើសិនណាយើងយកឡាននឹងរើចេញក៏យើងពិបាកដែរបងប្អូនមើលស្ថានភាពហ្នឹងគឺពិបាកត្រូវការអុសឬក៏ត្រូវការអីផ្សេងៗតែបើសិនណារើឡើងរួចខ្លាំងនឹងសរសើរពីរឿងឡានហ្នឹងហើយនឹងបច្ចេកទេសអ្នកបើកប៉ុន្តែបើបើកធ្លាក់ប៉ុណ្នេះហើយរើរួចសរសើរហើយខ្ញុំមើលទៅប្រហែលជាទៅពិបាករួចតិចហើយណាអញ្ចឹងវីដេអូនេះខ្ញុំក៏ចង់ផ្ដាំផ្ញើទៅបងប្អូនយើងខាងតកុងឡានគូតែប្រុងប្រយ័ត្នទាំងអស់គ្នាណាព្រោះអីយើងធ្វើការដើម្បីរកស៊ីចិញ្ចឹមគ្រួសារយើងដូចគ្នាអញ្ចឹងបើសិនយើងប្រុងប្រយ័ត្នយើងសុវត្ថិភាពដល់យើងតែបើយើងធ្វើប្រហែសខាតបង់ទាំងទ្រព្យរបស់យើងខាតបង់នឹងការងាររបស់យើងទៀតអូខេជួបគ្នានៅវីដេអូក្រោយអរគុណសម្រាប់ការតាមដាន